ចាប់តូចចង់ចូលជ្រកក្នុងឡានអត់មនុស្សឲ្យនេះឯងស្ដាប់យើងដឹងរឿងដែរពួកឯងចង់ជ្រកមែនទេចុះគេធ្វើបាបយើងអត់ចាប់តូចចាំបន្តិចសិនចិត្តមានភ្លៀងធំហើយមែនហើយឥឡូវនឹងតែម្ដងនៅលើភ្នំគ្រោះថ្នាក់ណាស់ពួកយើងមានអារម្មណ៍ថាដេកភ្នំចាប់ផ្ដើមធំក្លិនស្អុយរលួយហើយតែឯងប្រាប់ខ្ញុំថាពេលនឹងខ្ញុំនឹងក្តៅខ្លួនវាមិនមែននៅលើខ្លួនទេអាសង្ឃឹមថាកុំឲ្យមានបាក់ដីតាមផ្លូវទៅចុះចិនជាយើងត្រឡប់ទៅភូមិគ្រឹះវិញសិនទៅកុំតន់ចុះក្នុងអីបន្តិចទៀតនឹងមានភ្លៀងធំអាចនឹងមានបាក់ដីខ្លាំងណាស់មែនហើយដើម្បីសុវត្ថិភាពយើងចាំភ្លៀងរងសិនចាំទៅអូខេខ្ញុំជឿអ្នកយើងទៅប្រាប់អ្នកផ្សេងនៅភូមិគ្រឹះសិនឈប់ទៅមុខទៀតអត់បានទេមានបាក់ដីនៅទីនោះខាងនោះមានបាក់ដីទៅមុខទៀតអត់បានទេមែនតើលោកគ្រូពេទ្យឆែថាតែលេងមានរឿងអីហ្នឹងកាត់អីមែនទេប្រញាប់ចុះភ្នំទៅធានាឲ្យចៅប្រុសចុះកុំត្រាលេងសេចុះទៅគឺចប់ហើយបន្តិចទៀតមានបាក់ដីលើហើយឲ្យខ្ញុំកុំតន់ចុះភ្នំសិនមិនក៏ជាអ្នកទៀតហើយទោះចង់พูดក៏ត្រូវមានភស្តុតាងដែរភ្លៀងរលឹមតិចតួចនឹងមិននឹងអាចបាក់ដីទៅរួចខ្ញុំមើលទៅអ្នកឯងគ្រាន់តែមិនចង់ទៅវិញទេចង់នៅភូមិគ្រឹះតាមរំខានអាយុឲ្យសហការជាមួយមែនទេលោកតាខ្ញុំថាអ្នកឯងគិតច្រើនពេកហើយភូមិគ្រឹះសង្ជានឹងគ្មានអីអស្ចារ្យសម្រាប់អ្នកឯងទេគ្រាន់តែថាថ្ងៃនេះជាថ្ងៃខួបកំណើតលោកតាមិនចង់ឲ្យរឿងសប្បាយខ្លាចជារឿងសោកសៅទេចុំគួរឲ្យខ្លាចណាស់ណែកុំមកនិយាយផ្ដេសផ្ដាសចិនជាថយឡានចេញទៅចាស់សឹកខ្ញុំដឹងហើយអូយលោកតាផ្គោលាន់ហើយនឹងលោកតាមិនក៏មិនជឿអញ្ចឹងផ្លូវនេះខ្ញុំដើររាប់សិបឆ្នាំហើយប៉ុណ្ណាក៏ខ្ញុំនៅតែទៅបានមិនដែលឃើញមានបញ្ហាអីផងលោកឡើយទៅថយឡានចេញទៅបាទលោកតាលោកកែប្រាប់ឲ្យខ្ញុំបិទផ្លូវទាំងអស់មិនឲ្យអ្នកណាចុះពីលើភ្នំទេឯងស្ដាប់តាមខ្ញុំឬស្ដាប់តាមអាប្រេតហ្នឹងលោកតាលោកកែធ្វើបែបនេះក៏ដើម្បីសុវត្ថិភាពលោកតាដែរគិតពីខ្ញុំថាវាចង់ធ្វើបាបខ្ញុំលើជំពាក់កងត្រា20លានចិត្តនេះខ្ញុំមិនឲ្យចុះទៅដើម្បីចង់បង្ខូចរឿងល្អពួកឯងឈួតអស់ហើយកែហេនាងឯងធ្វើឲ្យអេសរលីខ្លួនអស់ហើយនៅមិនទាន់គ្រាន់ទៀតមែនទេឥឡូវនៅមកត្រូវរកចម្លាស់គ្នាដើម្បីមកធ្វើបាបខ្ញុំទៀតភ្លៀងចិត្តធំហើយតែប្រាប់គេទៅរួចប្រញាប់ចូលក្នុងទៅកុំឲ្យកូនសម្លាញ់ឯណែរបស់ខ្ញុំត្រូវហត់នឿយអីឯងច្បាស់ជាត្រូវស្រីម្នាក់នឹងដាក់ស្នេហ៍ហើយប្រកាសថាផ្លូវចុះភ្នំទាំងអស់ត្រូវបានបិទអូយមិនក៏ភ្លៀងខ្លាំងម្ល៉េះពេលណាទើបបានជិះនឹងដើរចុះដើរឡើងមកដល់ទីនេះបែបគ្មានផ្ទះសម្បែងអីទេមើលទៅគាត់ពិតជាស្ដាប់សត្វនិយាយដឹងមែនហេភ្លៀងធ្លាក់ខ្លាំងម្ល៉េះបើកឡានតាមផ្លូវភ្នំខាងក្រៅមិនដឹងជាគ្រោះថ្នាក់ប៉ុណ្ណាទេគាត់ទើបតែនិយាយថាមានបាក់ដីលើភ្នំលោកតាម៉ៃទើបតែឡើងមកក៏បាត់ខ្លួនមានបាក់ដីត្រង់ទ្រីធំនៅលើផ្លូវភ្នំតៃសានចុះទៅដល់យ៉ាងដាមីងខ្លាចតែប៉ះពាល់ដល់គូសត្វទូចអស់ហើយមែនហើយបាក់ដីធំមែនបាទពួកយើងចាប់ផ្ដើមចុះពីលើភ្នំសំណាងហើយបានអ្នកនាងជួយរំលឹកបើមិនអញ្ចឹងទេជីវិតពួកយើងប្រហែលជាចប់ត្រឹមនឹងហើយពិតមែនណាទៅហើយណាពូរបស់ខ្ញុំតើមានរឿងអីកើតឡើងឲ្យប្រាកដហ្នឹងអ្នកនាងលេខ36មានរឿងហើយចុះអ្នកនាងជាខ្ញុំជាអ្នកជំនាញពិសេសរបស់ប៉ូលីសមានសិទ្ធិចូលពិនិត្យកន្លែងកើតហេតុអញ្ចឹងខ្ញុំទៅមើលបន្តិចយប់នេះស្នាមអូសរហូតដល់ក្បែរក្រែគៀបក៏ប្រហែលជាលោតតាមបង្អួចរត់បាត់ហើយចំណែកជនរងគ្រោះនៅក្នុងអាងទឹកលើខ្លួនសោកតែគ្មានរបួសសោះឲ្យខ្ញុំធ្វើម៉េចទៅខ្ញុំចង់ប៉ាល់អ្នកនាងញ៉ាំបាយខ្ញុំគ្រាន់តែជាអ្នកស៊ើបអង្កេតស្រីម្នាក់មិនមែនអ្នកជំនាញអីទេបើចង់ដឹងពេកប្រយ័ត្នខូចកន្លែងកើតហេតុណាអូមែនហើយអត្តសញ្ញាណសឹកគឺជាស៊ីវ៉ាងផៃខ្ញុំជាកូនប្រសាររបស់លោកតានីងធីនឆឹងស្ថានភាពគ្រោះថ្នាក់បែបនេះឲ្យខ្ញុំស្ងប់ចិត្តមិននឹងកើតខ្ញុំបានចាត់ពួកសម្ភារចាក់ឲ្យទៅទទួលអ្នកជំនាញស៊ើបអង្កេតហើយតែលើពួកគាត់នៅផ្ទះនៅឡើយពួកគាត់ប្រហែលជាមកដល់យឺតបន្តិចលោកតាកុំបារម្ភអីបងប្រុសខ្ញុំស៊ីចឹងកំពុងតាមផ្លូវមកហើយគាត់ជាសាស្ត្រាចារ្យផ្នែករដ្ឋបាលហើយក៏ជាអ្នកជំនាញខាងស៊ើបអង្កេតបទធម្មតាគាត់ធ្លាប់ដោះស្រាយរឿងក្តីធំជាច្រើនច្បាស់ជាអាចជួយរកចៅប្រុសលោកតាតែពួកឯងជួយរកចៅខ្ញុំឃើញខ្ញុំនីងធីនឆឹងនឹងតបស្នងយ៉ាងសមរម្យបំផុតបើជួយរកចៅគាត់ឃើញគ្រួសារយើងចុះអ្នកមិនក៏មកនៅទីនេះមិនក៏ឯងនៅទីនេះឥឡូវគៀបក៏មិនទាន់ចាប់បានទេនៅទីនេះគ្រោះថ្នាក់ប្រញាប់ត្រឡប់ទៅវិញទៅឯងមកធ្វើអីនៅទីនេះជាកន្លែងឯងមកកាត់មែនទេលោកតានេះជាកូនចៅគាត់ជាទីប្រឹក្សាពិសេសរបស់លោកចឹងចុះមិញឯងឃើញអីខ្លះជនរងគ្រោះស្លាប់ដោយរបៀបណាហើយក្មេងទៅមិនមែនអ្នកជំនាញទេមិនអាចធ្វើឲ្យកូនកន្លែងកាត់ហេតុគ្រាន់តែចង់ដឹងស្ថានភាពខ្លះខ្ញុំទៅបន្ទប់311មើលសួនច្បារបន្តិចឯងមិនដឹងអីសោះឋានៈជាទីប្រឹក្សារបស់ឯងនឹងមិនមែនទិញមកដើម្បីលើកមុខមាត់ខ្លួនឯងទេលោកពូផ្ទះខ្ញុំជួយរកអង្គរៈ2នាក់ឲ្យខ្ញុំផងដើម្បីការពារសុវត្ថិភាពខ្ញុំមកបង្កបញ្ហានៅទីនេះបានទេប៉ូលីសតាមការពារហើយនៅចង់បានអង្គរៈទៀតមិនបាច់បារម្ភទេចាំយកកូនកំប្រុកទៅជាមួយបើមានគ្រោះថ្នាក់ខ្ញុំអាចដឹងមុនហឺម្នាក់ឯងធ្វើអីកើតទៅក្មេងនេះតាំងពីពេលនឹងមកកុំដល់ពេលមានរឿងចាំមករកត្រកូលកែយើងឲ្យសោះបងស្រីចាំទីនេះសិនខ្ញុំទៅមើលផ្លូវសួស្តីអ្នកទាំងអស់គ្នាខ្ញុំជាអ្នកជំនាញស៊ើបអង្កេតពីរអ្នកនេះជាជំនួយការរបស់ខ្ញុំយល់ពីស្ថានភាពខ្លះហើយឮថាគាត់ពូកែខ្លាំងណាស់របួសកំបិតត្រង់ពោះជាចំណុចស្លាប់អាវុធបង្កហេតុអាចជាកំបិតដ៏មុតនេះកាកសំណល់ខ្សែពូបញ្ជាក់ថាឃាតករអាចជាមនុស្សម្នាក់នាំខ្លួននាងគេចេញពីកន្លែងកើតហេតុក្នុងទឹកដោះគោមានដាក់ថ្នាំមួយដេកនឹងហើយជាមូលហេតុអីបានជានាងគេមិនស្រែកអាសាទរិឆានបងប្រុសទើបតែអាយុ3ឆ្នាំកន្លះសោះមានដាក់ថ្នាំមួយដេកឲ្យគេទៀតសួស្តីគុំអើភ័យអី
ស្នាមដានជើងនៅកន្លែងកាត់ហើយជាតម្រុយដ៏សំខាន់យើងអាចធ្វើតាមលំដាប់លំដោយសិនឆែកបន្ទប់ភ្ញៀវរបស់ដេងទីហើយនៅមានការងារត្រូវធ្វើទៀតជាងជាបងប្រុសឯងពិតជាអ្នកជំនាញស៊ើបអង្កេតមែនគ្រាន់បើជាងអាម្នាក់ឆែ Shining នឹងឆ្ងាយណាស់ដល់ហើយលែងដៃទៅគេជីប្រទេសក្រោយពេលវាចុះពីចណ្ដាលមកក៏នាំក្មេងផ្លោះរបងខាងកើតចូលទៅក្នុងព្រៃបាត់ទៅតោះយើងទៅមើលបន្តិចទៅឯងនៅទីនេះហើយXiaomi ឲ្យយប់ជ្រៅហើយមិនក៏មកនៅក្នុងព្រៃម្នាក់ឯងអញ្ចឹងមកលួចជួបសង្សារមែនទេមើលបងប្រុសម្នាក់នេះមើលយ៉ាងម៉េចដែរហាកំប្រុកតូចផ្ញើលើឯងហើយណាឆាប់អន់ចុះមកហើយស្មានមិនដល់ថាមីងម៉ងមួយនេះជាសំណុកចិត្តប្រចាំក្រុមសោះបងស្រីមនុស្សប្រុសដែលបងរកផ្លោះចេញតាមបង្អួចបាត់ហើយឥឡូវហ្នឹងកំពុងនៅក្នុងរូងខ្សាច់ក្បែរផ្លូវជាតិអាចនាំខ្ញុំទៅរកគេបានទេចាតោះតាមមកធ្វើអីហ្នឹងអីមិនបាច់ទេទុកឲ្យខាងគ្រូសាគេទៅរកខ្លួនឯងទៅខ្ញុំមិនចាំបាច់ទៅប្រថុយគ្រោះថ្នាក់អីដែរអ្នកណានៅទីហ្នឹងគឺខ្ញុំ Chair Shining ល្អណាស់មកចំពេលល្មមឆាប់មកគ្រាខ្ញុំចុះទៅខ្ញុំដឹងថាគៀបកនាំក្មេងទៅលាក់ខ្លួននៅណាហើយអត់បាយស៊ីមែនកុំតន់ខ្វល់ពីខ្ញុំតាមមីងម៉ងនឹងទៅវាអាចនាំផ្លូវបានគេចិត្តនាំក្មេងរត់បាត់ហើយ50ម៉ែត្រក្រៅរបងសួនសាខាងលិចផ្លូវធំមានផ្លូវតូចមួយឡើងទៅលើភ្នំគេនឹងហើយជាគៀបកកុំចូលមកបើមិនអញ្ចឹងខ្ញុំសម្រាប់វាចោលឥឡូវហ្នឹងដល់ចុងក្រោយចង់បានអីលុយឬឡានខ្ញុំរៀបចំឲ្យបានទាំងអស់ឲ្យតែអញព្រមទុកក្មេងនឹងឲ្យខ្ញុំអូបងមិនក៏បងមកទីនេះចាំខ្ញុំជួយលោកប៉ូលីសមិនមែនខ្ញុំមិនព្រមលែងទេតែមកពីមនុស្សរបស់អ្នកម្នាក់នេះឈោមិនចង់ជាប់ផងនៅតែចង់ដើររញ៉េញ៉ាទៀតមើលភាពបន្តចុចខាងឆ្វេងដៃផ្នែកខាងក្រោម